រុនសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះពិតជាល្អមែនទែនដោយសារតែយប់មិញភ្លៀងអញ្ចឹងវាធ្វើឲ្យធម្មជាតិក៏ដូចជារុក្ខជាតិនានាហ្នឹងរីកស្រស់បំព្រងតែម្ដងអមជាមួយនឹងអាកាសធាតុពេលព្រឹកត្រជាក់អញ្ចឹងទៀតជាមួយនឹងក្លិនផ្កាតាយ៉ងដែលវាត្រូវទឹកភ្លៀងហើយវាចាប់ផ្ដើមរីកវាធ្វើឲ្យយើងរឹតតែស្រស់ស្រាយអញ្ចឹងថ្ងៃនេះអ្នកទាំងអស់គ្នាខ្ញុំធ្វើការរៀបចំជាមួយនឹងផ្កាដកខឹមយកទៅខាងពុទ្ធមណ្ឌលនៅខាងឧដុង្គយើងនេះឯងដោយសារតែអតិថិជនគាត់កំងផ្កាដកខឹមមានពណ៌ក្រហមនិងពណ៌លឿងបើយើងនិយាយពីផ្កាដកខឹមវាមានមិនមានតែពណ៌ក្រហមឯពណ៌លឿងទេវាមានពណ៌ទឹកក្រូចពណ៌ក្រហមពណ៌លឿងឯពណ៌ឈូកទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាដែលមានបំណងចង់យកផ្កាដកខឹមក៏ដូចជាផ្កាសួននានាយកទៅរៀបតាមទីវត្តអារាមក៏ដូចជាកន្លែងផ្សេងអ្នកទាំងអស់គ្នាអាចតាក់ទងបានដោយសារបើសិនជាយកច្រើនចិនយើងមានតម្លៃពិសេសជូនជាមួយនឹងការរៀបចំក៏ដូចជាការដឹកដល់កន្លែងតែម្ដងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានបំណងចង់បានផ្កាប្រភេទសួនបែបនេះអ្នកទាំងអស់គ្នាអាចតាក់ទងសួរព័ត៌មានលម្អិតបានជាមួយខាងសួននគររាជយើងនឹងបញ្ជាក់ជូនហើយសម្រាប់ផ្កានេះដែរយើងធ្វើការរៀបចំរួចហើយយើងក៏បានចងសណាញ់ចងអីវាឲ្យស្អាតហើយដើម្បីធ្វើការដឹកចេញកុំឲ្យវាមានបញ្ហាផ្សេងក៏ដូចជាបាក់ខូចអីអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចសួរព័ត៌មានលម្អិតបានជាមួយនឹងសួននគររាជ598តាមរយៈលេខទូរស័ព្ទដាក់ខាងលើអរគុណសម្រាប់ការទស្សនាវីដេអូ